ជំពូកទី25ព្រះនាងពំពាទ្រង់ពិលាបព្រឹកស្អែកឡើងថ្ងៃទី4ព្រះសាស្តាចារ្យទ្រង់បានសម្ដែងនៅធម្មបាលជាដកថ្វាយព្រះវរៈបិតាកាលបានស្ដាប់ធម៌នេះហើយព្រះបាទសទ្ធោទនៈបានសម្រេចអនាគាមិផលបន្តមកទៀតព្រះសាស្តាទ្រង់យាងទៅកាន់ប្រាសាទព្រះនាងពំពាជាមួយពុទ្ធបិតាកាលុទាយិថែនិងនាគសមលថែដើម្បីទទួលផាត់ព្រះនាងបជាបដីកោតមីក៏បានយាងចូលមករួមផងដែរនៅក្រោយពេលផាត់ព្រះនាងពំពាបាននិមន្តព្រះពុទ្ធនិងព្រះភិក្ខុសង្ឃទាំងពីរអង្គទៅសួរសុខទុក្ខដល់កុមារាកុមារីនៅតាមភូមិស្រុកទាំងឡាយដែលព្រះនាងធ្លាប់បានជួយឧបត្ថម្ភកាលពីមុនមកព្រះនាងកោតមីនិងរាហុលកុមារក៏យាងទៅជាមួយដែរព្រះនាងពំពាបាននាំភិក្ខុទាំង3អង្គទៅកាន់ដើមព្រីងធំមួយជាអតីតដើមព្រីងដែលព្រះពុទ្ធធ្លាប់គង់ធ្វើសមាធិកាលពីនៅជាកុមារភាពនៅឡើយព្រះពុទ្ធទ្រង់កោតស្ញប់ស្ញែងដល់កន្លែងនេះដែលហាក់បីដូចជាទើបនឹងកើតឡើងពីម្សិលមិញសោះតាមពិតរឿងនេះបានកើតឡើងតាំងពី27ឆ្នាំកន្លងមកម្លេះកុមារកំសត់ទុរគតជាច្រើនបាននាំគ្នាមកចោមរោមមើលព្រះសាស្តានៅក្រោមដើមព្រីងនេះព្រះនាងយសោធរាបានសុំឲ្យកុមារទាំងអស់នោះអង្គុយចុះនិងបង្គាប់ឲ្យរៀនថ្វាយបង្គំ3ដងដល់ព្រះភិក្ខុសង្ឃព្រះនាងបានបង្គំទូលព្រះពុទ្ធថាបបិទ្ធព្រះពុទ្ធជាម្ចាស់កុមារមួយចំនួនដែលព្រះអង្គធ្លាប់បានជួបជាច្រើនឆ្នាំកន្លងមកនោះមានភរិយាស្វាមីបាត់អស់ទៅហើយរីឯកុមារទាំងអំបាលនេះសុទ្ធតែជាក្មេងជំនាន់ក្រោយដែលមានអាយុប្រមាណតែពី7ទៅ12ឆ្នាំតែប៉ុណ្ណោះតើព្រះអង្គមានរឿងអ្វីអាចចែករំលែកដល់ពួកកុមារទាំងឡាយនេះផងដែរឬទេព្រះសាស្តាទ្រង់សពព្រះហឫទ័យគង់នៅក្នុងទីនេះណាស់ព្រោះជាកន្លែងអនុស្សាវរីយ៍ដែលព្រះអង្គទ្រង់បានចាប់ផ្ដើមស្វែងរកព្រះសម្មាសម្ពោធិញ្ញាណជាលើកដំបូងបង្អស់ព្រះសាស្តាទ្រង់ត្រាស់នឹងកុមារាកុមារីទាំងឡាយនោះថាមនាលកុមារាកុមារីទាំងឡាយតថាគតធ្លាប់បានចំណាយពេលជាច្រើនជាមួយកុមារទាំងឡាយនៅឯឧរុវេលនិគមកាលពីពេលតថាគតកំពុងស្វែងរកព្រះធម៌កុមារទាំងឡាយនោះបានជួយដល់តថាគតច្រើនណាស់ដូចជាសោថីកុមារបានថ្វាយនៅស្បូវដល់តថាគតសម្រាប់ធ្វើជាកម្រាលអង្គុយនាងសុជាតាបានថ្វាយនៅមធុបាយៈចំពោះតថាគតដែលកំពុងដេកដួលនៅលើទីចង្ក្រមជាដើមបើអ្នកទាំងឡាយមិនរវល់ទៅណាទេតថាគតនឹងនិទាននៅរឿងមួយជូនស្ដាប់កំសាន្តរឿងដែលតថាគតនឹងនិទានប្រាប់នេះបានកើតឡើងតាំងពីច្រើនជាតិកន្លងមកហើយកុមារាកុមារីទាំងឡាយងក់ក្បាលយល់ព្រមនិងប្រុងប្រៀបរៀបចំខ្លួនចាំស្ដាប់ព្រះដ៏មានព្រះភិក្ខមនាលកុមារាកុមារីទាំងឡាយជាយូរយារណាស់មកហើយមានមាណពម្នាក់ឈ្មោះមេខៈនៅក្នុងគម្ពីរខ្លះគេថាឈ្មោះសុមេធាមាណពនោះអាស្រ័យនៅទៀបជើងភ្នំព្រះសុមាគាត់ជាមនុស្សមានចិត្តសប្បុរសនិងឧស្សាហ៍ណាស់សូម្បីគ្មានលុយមួយកាក់សោះក៏គាត់សុខចិត្តធ្វើដំណើរទៅកាន់ទីក្រុងដើម្បីស្វែងរកតម្រេះវិជ្ជាដែរពេលចេញដំណើរទៅកាន់រាជធានីមាណពនោះគ្មានកាន់យកអ្វីក្រៅអំពីឈើច្រត់មួយមួកមួយបំពង់ទឹកមួយនិងសម្លៀកបំពាក់មួយបន្លាស់ព្រមទាំងអាវធំមួយដែលគាត់ពាក់ជាប់នឹងខ្លួនឡើយនៅតាមដងផ្លូវមាណពតែងឈប់ស៊ីឈ្នួលធ្វើការឲ្យគេដើម្បីដូរយកបាយទទួលទានហើយជួនកាលក៏បានទាំងលុយកាក់ខ្លះផងពេលមាណពចូលទៅដល់រាជធានីមួយឈ្មោះទីវបតីគាត់សន្សំប្រាក់បានចំនួន500រូពីគ្រានោះមាណពបានឃើញមនុស្សម្នាជាច្រើនកំពុងតែដើរឈូឆរនិងនិយាយគ្នាកឹកកងហាក់បីដូចជាគេកំពុងនាំគ្នារៀបចំធ្វើពិធីបុណ្យអ្វីមួយយ៉ាងសំខាន់
ដោយមានការងឿងឆ្ងល់និងចង់ដឹងថាតើគេធ្វើអ្វីក្នុងឱកាសនោះមាណពក៏ងាករកមើលជុំវិញខ្លួនក្រែងលោមានអ្នកណាម្នាក់នឹងសាកសួរព័ត៌មានខ្សិននោះមាននារីក្រមុំរូបស្រស់ស្អាតម្នាក់ដើរមកជិតនារីនោះមានទាំង3ត្រកងផ្កាឈូកដែលរីកបានពាក់កណ្ដាលមួយបាច់ជាប់នឹងដៃផងមាណពបានសួរទៅកាន់នារីនោះថាសូមអភ័យទោសអ្នកនាងតើថ្ងៃនេះគេកំពុងរវល់ធ្វើបុណ្យអ្វីដែរនារីរូបស្អាតក៏ឆ្លើយតបថាលោកប្រកាសជាមនុស្សមកអំពីស្រុកឆ្ងាយក្រៅពីទីវបតីនេះហើយមិនដឹងទេឬថាថ្ងៃនេះព្រះអង្គព្រះនាមទីបាងកទ្រង់យាងមកណាគេរាល់គ្នាល្បីថាព្រះអង្គបីដូចជាភ្លើងចន្លុះបំភ្លឺផ្លូវដល់សពសត្វលោកព្រះអង្គជាព្រះរាជបុត្រនៃព្រះបាទអាជីម៉ាត់ដែលបានចេញទៅស្វែងរកធម៌ហើយបានរកឃើញនៅអរិយសច្ចធម៌នោះដោយព្រះបំណងទៀតផងផ្លូវរបស់ព្រះអង្គមានរស្មីរុងរឿងទូទាំងសកលលោកហេតុដូច្នោះហើយបានជាមនុស្សម្នាគេនាំគ្នារៀបចំពិធីបុណ្យនៅក្នុងថ្ងៃនេះឡើងដើម្បីនឹងថ្វាយព្រះកិត្តិយសដល់ព្រះអង្គមេខៈសប្បាយរីករាយក្នុងចិត្តឥតឧបមាកាលបានឮអំពីវត្តមាននៃព្រះសាស្តាចារ្យដែលជាបុគ្គលត្រាស់ដឹងនេះមាណពអន្តរសាចង់រកវត្ថុអ្វីមួយដើម្បីថ្វាយដល់ព្រះទីបាំងកហើយក៏ចង់សុំធ្វើជាសិស្សរបស់ព្រះអង្គទៀតផងមាណពក៏ផ្ដើមសួរទៅកាន់នារីរូបស្អាតនោះថាខ្ញុំសូមអភ័យទោសអ្នកនាងតើអ្នកនាងទិញផ្កាឈូកទាំងអស់នេះតម្លៃប៉ុន្មានដែរនាងកញ្ញាក៏សម្លឹងមើលទៅមុខមាណពនោះនាងបានយល់យ៉ាងងាយបំផុតថាបុរសនេះជាមនុស្សមានប្រាជ្ញានិងគួរឲ្យគិតពិចារណាទៀតផងនាងឆ្លើយតបថាចាស់លោកនាងខ្ញុំទិញតែផ្កា5នេះទេចំណែកឯផ្កា2ទៀតនាងខ្ញុំកាច់មកអំពីស្រះនៃផ្ទះរបស់នាងខ្ញុំមេខៈក៏សួរបន្ថែមទៀតថាចុះផ្កាទាំង5នឹងតម្លៃប៉ុន្មានដែរអ្នកនាងចាស់លោកផ្កាឈូក5នេះតម្លៃ500រូពីតើអ្នកនាងអាចចែកឲ្យខ្ញុំនៅផ្កាទាំង5ដែលមានតម្លៃ500រូពីនោះបានឬទេពីព្រោះខ្ញុំបាទក៏ចង់បានផ្កាឈូកទាំង5នេះដើម្បីយកទៅថ្វាយចំពោះព្រះទីបាំងកដែរនាងកញ្ញាក៏ឆ្លើយប្រកែកថានាងខ្ញុំទិញផ្កាឈូកទាំងអស់នេះដើម្បីយកទៅថ្វាយចំពោះព្រះទីបាំងកផ្ទាល់របស់នាងខ្ញុំគ្មានបំណងនឹងលក់ឬចែករំលែកនៅផ្កាឈូកនេះទៅឲ្យអ្នកណាទៀតទេមេខៈព្យាយាមតាមអង្វរនាងទៀតថាក៏ប៉ុន្តែអ្នកនាងនៅមានផ្កាឈូក2ទៀតដែលអ្នកនាងបានកាច់មកពីស្រះដែរនោះអីសូមមេត្តាចែកឲ្យខ្ញុំបាទនៅផ្កាឈូកទាំង5នោះមកអ្នកនាងខ្ញុំបាទក៏មានបំណងចង់ថ្វាយរបស់អ្វីមួយដល់ព្រះទីបាំងកផងដែរនេះជាឱកាសមួយដ៏មានតម្លៃនិងកម្របំផុតណាស់ដែលបានជួបនៅព្រះសាស្តាចារ្យបែបនេះក្នុងជាតិនេះខ្ញុំបាទចង់ជួបជាមួយព្រះអង្គនិងចង់សុំធ្វើជាសិស្សរបស់ព្រះអង្គទៀតផងបើប្រសិនជានាងសុខចិត្តលក់ផ្កាឈូកទាំង5ទងនេះឲ្យខ្ញុំនឹងមិនបំភ្លេចគុណអ្នកនាងអស់មួយជីវិតនារីស្រស់ក្មេងនោះមានសេចក្តីអៀនខ្មាស់ខ្លាំងក៏ទម្លាក់មុខចុះទៅក្រោមសម្លឹងមើលដីដោយពុំបញ្ចេញវាចាអ្វីមួយម៉ាត់ឡើយមេខៈទទូចអង្វរជាចុងក្រោយថាប្រសិនបើអ្នកនាងលក់ផ្កាឈូកទាំង5នេះឲ្យខ្ញុំបាទអ្នកនាងប្រើខ្ញុំបាទឲ្យធ្វើអ្វីក៏ខ្ញុំបាទសុខចិត្តធ្វើដែរគ្រាន់តែឮពាក្យនេះភ្លាមនារីស្រស់ក្មេងនោះកើតមានសេចក្តីអៀនខ្មាស់កាន់តែខ្លាំងឡើងនាងលែងហ៊ានងើបមើលមុខមាណពអស់ពេលយ៉ាងយូរបន្ទាប់មកទើបនាងដាច់ចិត្តឆ្លើយតបវិញទាំងទឹកមុខក្រហមថានាងខ្ញុំមិនដឹងថាកាលពីជាតិមុនយើងទាំងពីរនាក់មាននិស្ស័យតាក់ទងគ្នាយ៉ាងដូចម្តេចទេប៉ុន្តែពេលនាងខ្ញុំបានឃើញរូបលោកកាលណានាងខ្ញុំក៏មានចិត្តអាណិតនិងស្រឡាញ់លោកភ្លាមនាងខ្ញុំធ្លាប់បានជួបប្រទះជាមួយនឹងមនុស្សប្រុសច្រើនណាស់ក៏ប៉ុន្តែបេះដូងរបស់នាងខ្ញុំមិនដែលញាប់ញ័រដូចជាពេលឃើញរូបលោកនេះទេនាងខ្ញុំនឹងប្រគល់ជូនលោកនៅផ្កាឈូកទាំង5នេះដើម្បីយកទៅប្រគេនដល់ព្រះទ្រង់ញាណចុះក៏ប៉ុន្តែនាងខ្ញុំនៅមានលក្ខខណ្ឌមួយគឺទាល់តែលោកស្បត់សច្ចានឹងនាងខ្ញុំថាទោះក្នុងជាតិនេះក្តី
និងទោះក្នុងជាតិខាងមុខក្តីលោកសុខចិត្តទទួលយកនាងខ្ញុំធ្វើជាភរិយារបស់លោកមេខៈរកនិយាយអ្វីមិនកើតក៏ឈរត្រឹងស្ងៀមទៅមួយសន្ទុះក្រោយមកទើបមាណពឆ្លើយតបដោយសម្ដីសុភាពរាបសារថាអ្នកនាងពិតជាមនុស្សពិសេសណាស់និងមានសេចក្តីស្មោះត្រង់ជាទីបំផុតទៀតផងពេលខ្ញុំបាទបានឃើញអ្នកនាងអំពីដំបូងក៏ខ្ញុំបាទចាប់អារម្មណ៍ដូចជាមានអ្វីពិសេសនៅក្នុងខ្លួនរបស់ខ្ញុំដែរប៉ុន្តែខ្ញុំបាទកំពុងតែស្វែងរកផ្លូវនៃពន្លឺត្រាស់ដឹងណាអ្នកនាងបើខ្ញុំបាទរៀបការជាមួយអ្នកនាងក្នុងពេលនេះខ្ញុំបាទប្រកាសជាពុំមានសេរីភាពដើរតាមផ្លូវត្រាស់ដឹងដែលខ្ញុំបាទកំពុងតែប្រាថ្នាចង់បាននោះទេនារីស្រស់ក្មេងនោះក៏ឆ្លើយថាលោកគ្រាន់តែសន្យានឹងនាងខ្ញុំថាលោកនឹងទុកនាងខ្ញុំជាភរិយារបស់លោកទៅបានហើយចំណែកឯនាងខ្ញុំវិញក៏សច្ចាទុកក្នុងចិត្តដែរថាពេលលោកកំពុងស្វែងរកនៅព្រហ្មចរិយធម៌នាងខ្ញុំក៏នឹងមិនរារាំងរំខានដល់ដំណើររបស់លោកឡើយប៉ុន្តែផ្ទុយទៅវិញនាងខ្ញុំសុខចិត្តធ្វើកិច្ចការសពបែបយ៉ាងដែលនាងខ្ញុំអាចដើម្បីជួយលោកឲ្យបានសម្រេចការស្វែងរកធម៌ត្រាស់ដឹងដ៏ឧត្តមនោះមេខៈសប្បាយចិត្តទទួលតាមសំណូមពររបស់នាងហើយអ្នកទាំងពីរក៏បបួលគ្នាទៅមើលព្រះទីបង្គរដោយវងមនុស្សឈរណែនណាន់តាន់តាប់ក្រាស់ពីខាងមុខអ្នកទាំងពីរមិនអាចនឹងមើលព្រះទីបង្គរកើតឡើយមេខៈចង់ចូលទៅជិតព្រះទីបង្គរដើម្បីនឹងថ្វាយផ្កាឈូកប៉ុន្តែមិនអាចជ្រៀតទៅមុខរួចមិនដឹងធ្វើដូចម្តេចកើតមាណពក៏ចោលផ្កាឈូកទាំងនោះរំលងគេឯងតម្រង់ទៅកាន់ព្រះទីបង្គរគួរឲ្យអស្ចារ្យណាស់ផ្កាឈូកទាំង5នោះក៏ធ្លាក់ទៅលើព្រះហស្ថព្រះទ្រង់ញៀនមេខៈសប្បាយចិត្តយ៉ាងខ្លាំងកាលដែលបានឃើញផ្កាឈូករបស់ខ្លួនបានដល់ព្រះហស្ថព្រះទីបង្គរកាលបានឃើញដូច្នោះនារីរូបស្អាតស្រវាហុចផ្ការបស់នាងទៅឲ្យមាណពហើយសូមឲ្យជួយបោះផ្កានោះជំនួសនាងផងផ្កាឈូករបស់នាងក៏បានធ្លាក់ដូចបំណងទៅក្នុងព្រះហស្ថព្រះទីបង្គរដែរព្រះទីបង្គរទ្រង់មានព្រះបន្ទូលហៅរកម្ចាស់ផ្កាឈូកទាំងពីរបាច់នេះឲ្យចូលមកបង្ហាញខ្លួនវងមនុស្សក៏បាននាំគ្នាបើកផ្លូវឲ្យអ្នកទាំងពីរដឹកដៃគ្នាដើរចូលទៅលុះចូលដល់ហើយអ្នកទាំងពីរក៏ក្រាបថ្វាយបង្គំព្រះទ្រង់ញៀនដោយសេចក្តីគោរពជាទីបំផុតព្រះទីបង្គរទតមើលមុខមេខៈរួចហើយទើបទ្រង់មានព្រះបន្ទូលថាមនាលមាណពតថាគតបានយល់ដល់ជម្រៅទឹកចិត្តដ៏ស្មោះត្រង់របស់អ្នកហើយតថាគតក៏មើលឃើញថាអ្នកមានប្រាថ្នាដើរតាមផ្លូវសាសនាដើម្បីនឹងសម្រេចពន្លឺត្រាស់ដឹងនិងជួយសង្គ្រោះដល់សពសត្វចូលអ្នកតាំងអារម្មណ៍ឲ្យស្រួលបួលចុះគង់ថ្ងៃណាមួយនៅក្នុងជាតិក្រោយអ្នកនឹងបានសម្រេចនៅពាក្យសច្ចារបស់អ្នកហើយបន្ទាប់មកព្រះទីបង្គរក៏មានព្រះបន្ទូលទៅកាន់នារីរូបស្អាតដែលកំពុងតែអង្គុយលុតជង្គង់ជាប់នឹងមេខៈថាមនាលនាងកញ្ញានាងនឹងបានប្រែទៅជាមិត្តភក្តិរបស់មេខៈទាំងក្នុងជាតិនេះនិងជាតិទាំងឡាយខាងក្រោយទៀតចូលនាងរក្សានៅពាក្យសច្ចារបស់នាងដោយប្រពៃចុះនាងពិតជាអាចជួយស្វាមីរបស់នាងឲ្យបានយល់ដឹងនិងសម្រេចនៅពាក្យដែលលោកបានបដិញ្ញាមេខៈនិងនារីរូបស្អាតរំជួលចិត្តយ៉ាងខ្លាំងកាលដែលបានស្ដាប់ឮព្រះបណ្ដាំរបស់ព្រះពុទ្ធទីបង្គរអ្នកទាំងពីរក៏បូជាខ្លួនដើម្បីសិក្សានៅព្រហ្មចរិយធម៌នៃពន្លឺត្រាស់ដឹងដែលព្រះទ្រង់ញៀនព្រះទីបង្គរទ្រង់បានព្រានប្រដៅមនាលកុមារាកុមារីទាំងឡាយនៅក្នុងជាតិនោះនិងជាតិក្រោយមកទៀតមេខៈនិងនារីរូបស្អាតនោះបានរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធពេលស្វាមីត្រូវការចេញទៅបួសដើម្បីស្វែងរកមាគ៌ានៃពន្លឺត្រាស់ដឹងនោះភរិយាភក្តីរបស់គាត់ជួយគាត់នៅគ្រប់មធ្យោបាយដែលនាងអាចធ្វើបាននាងមិនដែលរំខានរារាំងដល់ស្វាមីឡើយដោយសារអញ្ចឹងហើយបានជាស្វាមីនោះដឹងគុណចំពោះនាងដ៏ជ្រាលជ្រៅជាទីបំផុត
នៅទីបញ្ចប់ស្វាមីក៏បានដឹងនៅពាក្យសច្ចាដ៏មានតម្លៃរបស់ខ្លួនហើយគាត់ក៏បានប្រែទៅជាបុគ្គលអ្នកត្រាស់ដឹងដោយខ្លួនឯងដូចជាទំនាយដែលព្រះទីបង្គរបានទាយទុកតាំងពីច្រើនជាតិកន្លងមកហើយនោះមនាលកុមារាកុមារីទាំងឡាយលុយកាក់និងកិត្តិយសមុខមាត់មិនមែនជាវត្ថុមានតម្លៃនៅក្នុងជីវិតទេលុយកាក់និងកិត្តិយសអាចវិនិច្ឆ័យទៅវិញបានយ៉ាងឆាប់រហ័សជាទីបំផុតបញ្ញាការយល់ដឹងនិងមេត្តាសេចក្តីស្រឡាញ់ជាវត្ថុមានតម្លៃបំផុតនៅក្នុងជីវិតបើអ្នករាល់គ្នាមានបញ្ញាការយល់ដឹងនិងមានមេត្តាសេចក្តីស្រឡាញ់អ្នកប្រកាសជានឹងបានស្គាល់នៅសុភមង្គលក្នុងជីវិតមេខៈនិងភរិយាមានសុភមង្គលជាមួយគ្នាជាច្រើនជាតិដោយសារតែបញ្ញាការយល់ដឹងនិងមេត្តាសេចក្តីស្រឡាញ់របស់គេទាំងពីរបើមានមេត្តានិងបញ្ញាហើយគ្មានអ្វីថាអ្នកនឹងមិនបានសម្រេចបំណងដ៏ឧត្តមនោះឡើយព្រះនាងពំពាយសោធរីរំជួលស្រក់ទឹកព្រះនេត្រហើយក៏លើកព្រះហស្ថថ្វាយបង្គំព្រះពុទ្ធព្រះនាងយល់យ៉ាងច្បាស់ថាព្រះពុទ្ធចង់មានន័យចំពោះព្រះនាងទោះបីជាព្រះអង្គមានពុទ្ធដីកាទៅកាន់កុមារាកុមារីទាំងនោះក៏ដោយគឺជារបៀបនេះហើយដែលព្រះពុទ្ធចង់ថ្លែងអំណរគុណចំពោះព្រះនាងចំណែកឯព្រះនាងបជាបតីក៏ទ្រង់យល់ដូច្នោះដែរព្រះនាងមានព្រះសវន័យទៅកាន់កុមារទាំងឡាយថាមើលកុមារទាំងឡាយតើអ្នករាល់គ្នាដឹងថាអ្នកណាដែលជាតួអង្គមេខៈនោះទេមាននប់នោះគ្មានអ្នកណាក្រៅអំពីព្រះពុទ្ធអង្គនេះឡើយគឺនៅក្នុងជាតិនេះហើយដែលព្រះអង្គបានប្រែទៅជាបុគ្គលអ្នកត្រាស់ដឹងនឹងតើអ្នករាល់គ្នាដឹងថាអ្នកណាជាភរិយារបស់មាតា